ឲ្យតែគ្រប់គ្រងគណៈបកប្រជាជនចង់និយាយពាក្យអស្រោះថាអញបាញ់ក្បាលឯងអញទៅវិញឯងដល់ផ្ទះឯងថាមិនក៏ដោយឲ្យតែបងប្អូនចូលគណៈបកប្រជាជនឲ្យតែគ្រប់គ្រងនេះសេរីភាពនៅក្នុងការគ្រប់គ្រងគណៈបកប្រជាជនសេរីភាពនៅក្នុងការសរសើរហ៊ុនសែនសេរីភាពនៅក្នុងការគ្រប់គ្រងនៃបើយើងគ្រប់គ្រងគណៈបកប្រជាជនហ៊ុនសែនគណៈបកប្រជាជនចង់និយាយថាអញទៅបាញ់ក្បាលឯងណាឯងជាប់គុកឯងសំជាប់គុកណាឯងសំនឹងស្លាប់ណាឯងសំនឹងងាប់មកពូជឲ្យនិយាយមិនក្បាលអត់មានបញ្ហាទេមែនទេនិយាយមិនក្បាលបច្ចុប្បន្នកំហឹងសវ័យភាពតាច់សាហាវមកសេរីឲ្យតែជាអ្នកគ្រប់គ្រងគណៈបកប្រជាជនអានេះខុសច្បាប់បងប្អូនណាប៉ុន្តែបើបកប្រឆាំងដល់ថ្នាក់នេះគាត់និយាយថាមិនដេញយួនបានអត់ជាប់គុកបាទត្រឡប់មកពីមើលថៃនេះកាត់ស៊ីដីខ្មែរក្រោយពីត្រឡប់មកមើលប្រជាជនរងគ្រោះបង្ហូរទឹកភ្នែកថតបានខ្លះលាក់ព័ត៌មានខ្លះអំពីថៃឆ្លៀនពៀននិងបលាលួសនេះមកដល់ផ្ទះវិញក៏នាំគ្នាជប់លៀងផឹកស៊ីច្រៀងរាំហើយត្រូវបានមហាជនគេរិះគន់តាមត្រូវកន្លែងណាដែលមហាជនប្រតិកម្មគឺតាមត្រូវហើយយើងធ្វើខុសហើយមែនទេបើស្រាប់តែដីហ្នឹងបាទឃើញសោះមនុស្សជាប៉ោងងនេះទៅចូលដំដិនណានៅក្នុងរឿងព្រាយខ្មែរសាប់ផុសមនុស្សមកលប់ទៅក្នុងដីវិញរួចខ្លួនអត់អីទេប៉ុន្តែមកធ្វើឯងណាសម្បើមឲ្យបឆោតឲ្យដើម្បីឲ្យបាញ់ដាក់ហើយរត់ប្រុចចូលគ្រុនបាត់ហើយផ្លោងទៅលេងនោះយុវជនគាត់លេងឲ្យលេងមួយឆ្នាំទៅដាក់ទៅនឹងឲ្យតែឃើញច្បាស់អានោះឃើញមនុស្សលើគុកលើដីខ្មែរហើយទន្ទ្រានមានខ្លាចសង្គ្រាមខ្ញុំប្រាប់បងប្អូនខ្ញុំមិនដែលខ្លាចសង្គ្រាមពីព្រោះប្រទេសពេលណាដែលត្រូវការស្ងប់ស្ងាត់ពេលណាត្រូវការសង្គ្រាមអាមេរិកក៏ដោយជប៉ុនក៏ដោយមែនទេនៅបារាំងក៏មានភ្លើងជាតិតែម្ដងបារាំងភ្លើងជាតិវាគឺសង្គ្រាមបងប្អូនណាពេលណាហើយច្បាប់អ្នកដែលចូលសញ្ជាតិបារាំងទៅឆាប់អត់មកខ្ញុំមានសញ្ជាតិប្រទេសខ្ញុំសិក្សាដឹងខ្លះគឺគេមានកិច្ចសន្យាមួយថាបើប្រទេសមានសង្គ្រាមកាតព្វកិច្ចត្រូវតែចូលជួយប្រទេសជាតិអាយុប្រហែលក៏ដោយបើមិនចូលកាន់តែភ្លើងបានចូលនេះជាថវិកាវិភាគទានសម្រាប់មានថវិការចូលតាមបែបសកម្មភាពផ្សេងនេះជួយនេះជួយនោះមនុស្សទាំងអស់ការពារជាតិកាន់អាវុធមែនទេចឹងតែម្ដងប្រជាជននៅស្រុកបារាំងបើមានសង្គ្រាមគ្រប់ដៃបើមានសត្រូវឈ្លានពានទឹកដីណាកាន់អាវុធមិនថាចាស់អាយុ80ឆ្នាំអានេះច្បាប់គេថាអញ្ចឹងមែនទេប្រទេសយើងត្រូវដឹងថាពេលណាសន្តិភាពពេលណាសង្គ្រាមបើវាសង្គ្រាមមកដល់តម្រូវឲ្យមានត្រូវតែមាននេះយើងខ្មែរយើងត្បិតតែកាន់ពុទ្ធសាសនាមែនប៉ុន្តែខ្មែរយើងក៏កាន់ព្រហ្មញ្ញសាសនាដែរព្រហ្មញ្ញសាសនាព្រះរាមព្រះលក្ខណ៍ព្រះរាមជាអវតាររបស់ព្រះវិស្ណុបងប្អូនណាខ្ញុំនិយាយរឿងនេះមួយព្រះរាមជាអវតារព្រះវិស្ណុពេលណាព្រះរាមគឺជាព្រះតើគឺជាអ្នកព្រះវិស្ណុគឺជាព្រះដែលមនុស្សថ្វាយបង្គំជាអ្នកដែលបង្កើតលោកកសាងលោករំលាយលោករឿងអញ្ចឹងខ្ញុំមិនបាច់និយាយច្រើនអញ្ចឹងមានន័យថាសូម្បីតែព្រះរាមក៏ដឹងថាតើពេលណាធ្វើសង្គ្រាមពេលណាសន្តិភាពដែរបងប្អូនមិនមានន័យថាយើងទិញពាក្យសន្តិភាពរហូតបាត់បង់ផ្ទះសម្បែងប្រាសាទភ្នំទឹកដីអត់មានទេសន្តិភាពមានទេសន្តិភាពសម្រាប់តែសន្តិភាពពេលមួយយើងបង្កើតកងទ័ពមានសព្វាវុធមកសម្រាប់ធ្វើសង្គ្រាមនឹងឯងគឺតើនិយាយចឹងដើម្បីបង្កសង្គ្រាមអត់ទេមិនបង្កសង្គ្រាមទេគឺការពារខ្លួននេះបងប្អូនមានតែយើងខ្លាំងទើបមានសន្តិភាពបងប្អូនមានខ្ញុំទៅកាលីហ្វ័រញ៉ាខ្ញុំទៅបណ្ណាល័យកាលីហ្វ័រញ៉ាដែលប្រធានាធិបតីគាត់ឈ្មោះស្អីទេគាត់តួកុនដូចសូនរាជណាណែមែនទេតួហូលីវូដឈ្មោះស្គាល់បងណាបងប្អូនអ្នកដែលនេះបងប្អូនទៅបណ្ណាល័យនៅប្រធានាធិបតីឈ្មោះស្អីទេរ៉ូណាល់រីហ្គិនគាត់តួ Hollywood ហើយគាត់ជាប់ជាប្រធានាធិបតីអាមេរិកណាបងប្អូនទៅផ្លាកនៅកន្លែងភ្នូរបស់ Ronald Reagan ណាគាត់សរសេរចេះ Peace comes from strength អានេះ Peace comes from strength មានន័យថាម៉េចតើតែយើងខ្លាំងទើបមានសន្តិភាពនេះមានន័យថាសន្តិភាពបានមកពីកម្លាំងសន្តិភាពបានមកពីកម្លាំងអានេះបើយើងនិយាយឲ្យបកពាក្យមួយប៉ុន្តែបើយើងនិយាយបកន័យវាចំហ្នឹងតើតែយើងខ្លាំងទើបមានសន្តិភាពណាបើសិនជាយើងទុនខ្សោយឲ្យថៃជន់បាន100ឆ្នាំបងប្អូនកុំថា100ឆ្នាំ500ឆ្នាំគឺវាមានតែរលាយទឹកដីទៅទេមែនទេតើតែយើងខ្លាំងហើយខ្លាំងចាប់បានទេនៅសម្រាប់សូនតារាគឺអត់ទេខ្ញុំស្គាល់ច្បាស់ថាពេលណាត្រូវដាល់ពេលណាត្រូវសងំពេលណាត្រូវរត់ពេលណាត្រូវនៅពេលណាត្រូវច្បាំងពេលណាត្រូវដេកដំណាក់កាលច្បាំងមកដល់ខ្ញុំបែរជាដេកគឺគេបចាក់កខ្ញុំសម្រាប់ចោលអានេះខ្ញុំចេះខ្ញុំអត់មានស្រឡាញ់សង្គ្រាមលើលោកនេះគ្មាននរណាស្រឡាញ់សង្គ្រាមទេមែនទេប៉ុន្តែដំណាក់កាលដែលត្រូវតែធ្វើសង្គ្រាមខ្ញុំចូលមកនៅកណ្ដាលគម្រាបជួររត់កោះក៏ដោយមានមនុស្សឈរឲ្យរាប់ខ្ញុំរាប់ឈររាប់អង្គុយឲ្យកពតព្រៃអង្គុយរាប់1 2 3 4 5បើថាឈរ5នាក់អត់ឲ្យរួចមួយតែ5នាក់ទៅតែដួលតែ5មកចូលទៅដីខ្មែរអត់បាច់បាត់ទៅទេបាច់ទៅឃើញមនុស្សទេហើយចូល5នាក់ឲ្យដួលតែ5រំវងបាត់ដីរំវងបាត់ដីបងប្អូនរំវងបាត់ដីនេះក៏ជាចំណងជើងនៃខ្សែភាពយន្តចំណងជើងនៃរឿងនេះឆ្លុះបញ្ចាំងអំពីតថភាពសង្គមទេអក្សរអារ៉ាប់ខ្ញុំមើលបាត់ទេនឹងគេសរសេរថាម៉េចទេបាទគាត់សរសេរខមមិនជាអក្សរខ្មែរឃើញបងប្អូនយើងបង្ហោះនេះវេទញែកវីដេអូសកម្មជនគណៈបកប្រជាជនដែលជាអ្នកសារព័ត៌មានណាផឹកស៊ីច្រៀងរំវងសបាយក្រោយពីមកត្រឡប់មកពីមើលថៃនេះកាត់ស៊ីដីខ្មែរក្រោយពីត្រឡប់មកមើលប្រជាជនរងគ្រោះបង្ហូរទឹកភ្នែកថតបានខ្លះលាក់ព័ត៌មានខ្លះអំពីថៃឆ្លៀនពៀននិងបលាលួសណាមកដល់ផ្ទះវិញក៏នាំគ្នាជប់លៀងផឹកស៊ីច្រៀងរាំហើយត្រូវបានមហាជនគេរិះគន់តាមត្រូវកន្លែងណាដែលមហាជនប្រតិកម្មគឺតាមត្រូវហើយយើងធ្វើខុសហើយបាទនេះអានឹងបានខ្ញុំដាក់
ចំណងជើងមួយថាមែនទេរំវងបាត់ដីអាហ្នឹងរំវងបាត់ដីគ្មានអីសบายជាងបាត់ដីទេបងណាទៅហើយមែនទេអសារវ៉ាន់រំវងបាត់ដីសារវ៉ាន់រំវងបាត់ដីមួយសួរថាលោកគ្រូយកអាហ្នឹងមកធ្វើជាប្រធានបទអត់ចុះនិយាយអីខ្ញុំនិយាយថាគាត់ជាចំណងជើងនៃខ្សែភាពយន្តនេះរឿងដែលខ្ញុំចង់និយាយខ្ញុំដាក់ជាការឆ្លុះបញ្ចាំងអំពីតថភាពសង្គមជាក់ស្ដែងមួយខ្ញុំនិយាយ3ចំណុចសំខាន់បងប្អូនទី1និយាយអំពីសេរីភាពនៅក្នុងប្រទេសកម្ពុជាមែនទេបងប្អូនមានធ្លាប់ឮសូនថានិយាយពីសេរីភាពនៅក្នុងប្រទេសកម្ពុជាមាន4ចំណុចទី1និយាយពីសេរីភាពទាំង4នៅក្នុងប្រទេសកម្ពុជាគេសួរថាតើកម្ពុជាគ្មានសេរីភាពទេអត់ទេកម្ពុជាមានសេរីភាពមែនអត់ទេប៉ុន្តែសេរីភាព4ទី1សេរីភាពនៅក្នុងការដើរហើរប្រទេសកម្ពុជាឲ្យតែមានលុយបងប្អូនចង់ដើរទៅចូលអូតែលចូលល្បែងដើរទៅងាប់ក៏បានដែរសេរីភាពនៅក្នុងការដើរហើរទី2សេរីភាពនៅក្នុងការផឹកស៊ីជារៀងរាល់ផឹកស៊ីជារៀងរាល់ណានេះឲ្យតែបងប្អូនមានលុយបងប្អូនចង់ជ្រៀងបងប្អូនចង់រាំទឹកមកផ្តិលបងប្អូនចង់ចាក់ការ៉ាអូខេបងប្អូនអត់បាច់ធ្វើការទេអង្គុយពេនភ្នែនផឹកឲ្យតែពីព្រឹករហូតទល់ល្ងាចចាក់ការ៉ាអូខេនឹងមិនបាច់អានេះហៅសេរីភាពនៅក្នុងការផឹកស៊ីជារៀងរាល់សុខសុខទី3សេរីភាពនៅក្នុងការគ្រប់គ្រងគណៈបកប្រជាជនគណៈបកប្រជាជនគឺចង់សម្ដៅទៅលើគ្រប់គ្រងចង់ឲ្យតែគ្រប់គ្រងគណៈបកប្រជាជនចង់និយាយពាក្យអក្សរថាអញបាញ់ក្បាលឯងអញទៅវិញឯងដល់ផ្ទះឯងថាមិនក៏ដោយពាក្យចឹងអត់មានទេប៉ុន្តែបើពាក្យដែលមានទោះបើនៅស្រុកបារាំងនៅស្រុកអាស្មៅគម្រាមជីវិតឲ្យតែបងប្អូនចូលគណៈបកប្រជាជនឲ្យតែគ្រប់គ្រងនេះសេរីភាពនៅក្នុងការគ្រប់គ្រងគណៈបកប្រជាជនសេរីភាពនៅក្នុងការសរសើរហ៊ុនសែនសេរីភាពនៅក្នុងការគ្រប់គ្រងនៃបើយើងគ្រប់គ្រងគណៈបកប្រជាជនហ៊ុនសែនគណៈបកប្រជាជនចង់និយាយថាអញទៅបាញ់ក្បាលឯងណាឯងជាប់គុកឯងសំជាប់គុកណាឯងសំនឹងស្លាប់ណាឯងសំងាប់មកពូជឲ្យនិយាយមិនបានអត់មានបញ្ហាទេមែនទេនិយាយមិនបានបច្ចុប្បន្នកំហឹងសួយភាពដាច់សាហាវមកសេរីឲ្យតែជាអ្នកគ្រប់គ្រងគណៈបកប្រជាជនអានេះខុសច្បាប់បងប្អូនប៉ុន្តែបើបាក់ប្រឆាំងដល់ថ្នាក់ហ្នឹងទេគាត់និយាយថាមិនដេញយួនបានអត់ជាប់គុកបាទសឿមឈានដេញយួនបានអត់ជាប់គុកបាទគាត់តែភុនយុទ្ធគាត់សម្ដែងមតិគាត់ណាសម្លេងគាត់អញ្ចឹងសម្គាត់មិនមែនកាច់ទេនេះធម្មជាតិសម្លេងគាត់អញ្ចឹងគាត់និយាយស្មោះត្រង់គាត់មិននិយាយនេះជេរបចៅអាគុកអាចបាក់អារន្ទះបាញ់ទេណាហើយមាន logic តសម្ដីរបស់គាត់ណាក្របីព្រៃមានហេតុផលត្រឹមត្រូវទេតើទោះជាយ៉ាងណាក៏ដោយជាផ្នែកមួយនៃការបញ្ចេញមតិប៉ុន្តែបើនិយាយពីគណៈបព្វជិជនសិទ្ធិកាប់ទៅសម្រាប់សិទ្ធិទៅវាយដល់ផ្ទះសិទ្ធិទៅបាញ់ក្បាលឯងសិទ្ធិឯងមកអញកាប់ឯងអញ្ចឹងជាពាក្យសម្រាប់បងប្អូនអត់មានទោសទេនិយាយទៅតែណាថាប្រទេសកម្ពុជាអត់សេរីភាពនៅក្នុងការគម្រាមកាប់សម្លាប់ជីវិតមនុស្សដែលខុសច្បាប់ប៉ុន្តែស្របច្បាប់គណៈបព្វជិជនគោលខ្មែរប្រឆាំងសេរីភាពទី3គឺសេរីភាពក្នុងការគ្រប់គ្រងគណៈបព្វជិជនសេរីភាពទី4អានេះវាចូលសេរីសុខគឺសេរីភាពនៅក្នុងការជេរគណៈបព្វប្រឆាំងជេរគណៈបព្វប្រឆាំងសំរាំងស៊ីមូសុកហួរសូនតារាអេងឆៃអៀងកឹមសុកអីចឹងទៅឲ្យតែបងប្អូនជេរអាម៉េចក៏បានដែរជេរអាក្បត់ជាតិ20ចំនួនថាអាម៉េចក៏បានដែរអានេះសេរីភាពបរិបូរចឹងសរុបមកណាប្រទេសកម្ពុជាមានសេរីភាពទី1សេរីភាពក្នុងការដើរហើរតែមានលុយទី2សេរីភាពនៅក្នុងការផឹកស៊ីជារៀងរាល់ទី3សេរីភាពនៅក្នុងការគ្រប់គ្រងគណៈបកប្រជាជនណានេះទី4សេរីភាពនៅក្នុងការជេរនិងប្រមាថអាយុជីវិតណាគណៈបកប្រឆាំងឬក៏បែរណាលោកចុនសិនមិនមែនគណៈបកប្រឆាំងអ្នកបញ្ចេញមតិណារិះគន់ពីព្រោះមិនមែនរាល់អ្នកបញ្ចេញមតិទាំងអស់សុទ្ធតែគណៈបកប្រឆាំងណាអានេះសេរីភាពមានពេញលេញទី1ខ្ញុំនិយាយអញ្ចឹងសរុបមកអាចចំណុចទី1នេះបានវាឆ្លើយតបទៅនឹងឃើញដូចប្រធានរបស់ខ្ញុំដាក់រំវងបាត់ដីទោះជាប្រទេសកម្ពុជាយើងរងគ្រោះបាត់ដីមនុស្សទៅជារំវងហ្មងអាហ្នឹងឬរំវងខ្ញុំនិយាយខ្ញុំអត់ចង់និយាយសម្ដៅលើណាទេខ្ញុំគ្រាន់តែចង់ដាក់ចំណងជើងនឹងជាខ្សែភាពយន្តនៃកម្មវិធីរបស់សូនរាទេទី1ខ្ញុំនិយាយពីសេរីភាពទី2មែនទេ The Rich Dichcom ប្រទេសកម្ពុជាគឺคล้ายអ្វីទៅคล้ายមតិនិងសកម្មភាពរបស់មហាជនសុទ្ធតែคล้ายខ្មែរយើងខ្ញុំប្រើពាក្យនេះធ្វើឈួតបងប្អូនឆ្លុះបញ្ចាំងឲ្យឃើញថានៅក្នុងប្រទេសកម្ពុជាមនុស្សយើងតតែធ្វើលបឈួតទើបអាចរស់នៅបានបើនិយាយដូចសូនតារាបញ្ចេញសមត្ថភាពក្នុងនាមជាបញ្ញវន្តបាទនេះរិះគន់សង្គមស្ថាបនាសង្គមត្រូវបើអានឹងនិយាយវីសាកែមលីបើមិនគេបាញ់ចោលមែនទេវត្តពុទ្ធបើមិនជាប់គុករត់ចោលស្រុកកែមលីគាត់និយាយ3ត្រូវនៅតែត្រូវឲ្យតែហ៊ុនសែនកាន់អំណាចមែនទេគឺងាប់ជាប់គុករត់ចោលស្រុកប្រទេសមួយដែលមានសារហ្នឹងគឺជាបាវចនាណាស្រីញីស៊ីណាតជាបាវចនាវាឆ្លុះបញ្ចាំងពីការកាប់សម្លាប់ព្រៃស្រែបើប្រទេសយើងមានសន្តិភាពអគុណសន្តិភាពវាអត់មានត្រូវតែលុបបំបាត់ពាក្យថាងាប់ជាប់គុករត់ចោលស្រុកប្រទេសមួយដែលបង្កើតផលិតផលបើប្រទេសសន្តិភាពវាអត់កើតងាប់វាអត់កើតគុកវាអត់កើតរត់ចោលស្រុកវាកើតនៅសុខដុមរមនាអញ្ចឹងបើប្រទេសមួយវាផលិតបាននៅងាប់ជាប់គុកចោលស្រុកប្រទេសហ្នឹងគឺជាប្រទេសមហន្តរាយដឹកនាំដោយបិសាចទេព្រោះមានតែបិសាចទេដែលផលិតសេចក្តីស្លាប់ផលិតនៅក្នុងច្រវាក់និងការភ័យខ្លាចរត់បងប្អូនបិសាចរត់បងប្អូនឃើញបិសាចណាគិតបុរីចាប់បានគឺងាប់ជាជក់ឈាមណាឬក៏បងប្អូនត្រូវបិសាចទុកទៅឃុំទុកស្ងោស៊ីឬក៏បងប្អូនតំបន់នឹងមានបិសាចបងប្អូនរត់ចេញលែងរត់នៅក្នុងតំបន់នេះចំណុចទី2គឺមនុស្សធ្វើឈួត
បងប្អូនឃើញនៅក្នុងប្រទេសកម្ពុជាណាមនុស្សបើសិនជាមនុស្សត្រឹមត្រូវនិយាយសច្ចធម៌រិះគន់សង្គមសម្ដែងការពិតបើយើងនិយាយទៅឈួតហ្នឹងក៏ការពិតខ្ញុំហៅថាខ្លាំងៗណានៅក្នុងប្រទេសកម្ពុជាបើនរណានិយាយការពិតនិយាយភ្លាមជាប់គុកភ្លាមមកបើមិនជាប់គុកគេបាញ់ចោលកែមលៃនិយាយការពិតដូចសូនតារាបើចង់និយាយការពិតរត់មកដល់ស្រុកប្រាំងណាអញ្ចឹងមនុស្សសូនតារាអាចទៅស្រុកខ្មែរបានមកខ្ញុំធ្វើឈួតមកខ្ញុំផឹកខ្ញុំសម្បឹងខ្ញុំឡាយតែចឹងទៅខ្ញុំរំវឹកខ្ញុំផ្ទះគូតទៅខ្ញុំធ្វើឡប់ខ្ញុំធ្វើឈួតខ្ញុំសរសើរហ៊ុនសែនផងខ្ញុំធ្វើឈួតផងខ្ញុំជេរសំរងស៊ីអាម៉ាត់ទៅខ្ញុំធ្វើឡប់ទៅខ្ញុំពវីក្បាលទៅខ្ញុំសម្បឹងទៅខ្ញុំមើលទៅយើងនិយាយទៅណានៅប្រទេសកម្ពុជាយើងមិនអាចទៅបន្ទោសឡប់បានទេបើគ្នាអត់ធ្វើឈួតអត់ធ្វើឡប់គឺมันអាចរស់នៅបានទេរបបហ៊ុនសែនតម្រូវឲ្យមនុស្សនឹងខ្លែងខ្លាយបងប្អូនណាមនុស្សនឹងត្រូវតែធ្វើឈួតមួយអានឹងខ្ញុំនិយាយចំណុចទី2ចំណុចទី3មនុស្សអាត្មានិយមអត់ខ្វល់ភាកច្រើនហើយបើមានអ្នកខ្វល់ក៏ខ្វល់តែក្នុងចិត្តអត់សកម្មភាពខ្មែរយើងអានេះជាការសង្កត់របស់ខ្ញុំមានទេมั้យឥឡូវយើងប្រៀបធៀបមើលអានេះឧទាហរណ៍ថាកម្មករបើសិនជាមានរឿងជាមួយតកែប៉ះពាល់ឆ្នាំងបាយខ្លួនឯងខ្មែរយើងមើលខ្លីចឹងបានថាមានសូនតារាបងប្អូនណាបើកសក្តារថ្មីទោះជាខ្ញុំមិនបានទៅដឹកនាំប្រទេសក៏ដោយក៏បងប្អូនសុំឲ្យយកសូនតារាធ្វើគ្រូគ្រប់គ្នាទាំងអស់ដើម្បីចាប់ផ្ដើមទំព័រសក្តារថ្មីនៃផ្នែកកំណត់ខ្មែរទុកបានប្រមាណអ្នកក៏ដោយខ្មែរទៅចាប់ពីថ្ងៃនេះទៅផ្នែកកំណត់សូនតារាគឺត្រូវតែវិវត្តបងប្អូនណាវិវត្តចំណិចមើលឲ្យទូលាយកុំមើលចំចំខ្ញុំលើកឧទាហរណ៍ប្រៀបធៀបសួរសូនតារាស្អីបន្ទោសអត់ទេជារឿងឧទាហរណ៍ជាឆ្លុះបញ្ចាំងពីតថវិសង្គមនិយាយការពិតគឺវាមានមែនឧទាហរណ៍កម្មករក៏ប៉ះឆ្នាំងបាយគាត់ស្រែគាត់បិទផ្លូវគាត់បាតកម្មរាប់ពាន់រាប់ម៉ឺននាក់ប៉ុន្តែបើបាត់បង់ទឹកដីគាត់សង្ងំចឹងខ្មែរយើងចឹងណាបើសិនជាប៉ះខ្លួនឯងចេញស្រែកចេញតវ៉ាងាប់ចោលដុតវាយកាប់ចាក់គ្នាប្រខំគ្នារួមវងនៅគ្រាន់តែជន់ជើងគ្នាកាប់គ្នាព្រួតលើកមកភូមិនៅភូមិកាប់គ្នាដល់តែពេលបាត់បង់ទឹកដីបាត់មកឲ្យជើនិយាយពីកំសាត់បងប្អូនណាទឹកដីចឹងប្រជាជននឹងខ្លាចហ៊ុនសែនជាងខ្លាចបាត់បង់ទឹកដីនឹងអត់មានអ្នកណាកម្រិតរងចាំចោលអត់មានមេដឹកនាំបងប្អូនយើងម្នាក់នឹងឲ្យជាប់គុកគ្រប់គ្នាទៅវាមិនណាប្រជាជនបងប្អូនមើលហេតុទេបានជានៅស្រុកខ្លះប្រជាជនរដ្ឋាភិបាលខ្លាំងសាប្រជាជនវាខ្លាំងប្រជាជនវាកម្រើកនៅប្រទេសកម្ពុជាយើងបងប្អូនណាតើតែប៉ះឆ្នាំងបាយប៉ះខ្លួនឯងបងប្អូនឲ្យខ្ញុំប្រៀបធៀបមើលតើហេតុអីបន្ទោសគ្នាបានអត់ទេដោយសារមិនទាន់មានមេដឹកនាំមិនទាន់មានអ្នកបើកសក្តារថ្មីមិនទាន់មានអ្នកបើកផ្នត់កំណត់ចឹងចាប់ផ្ដើមពីសូនតារាទៅទោសជាណាខ្ញុំមិនកាន់អំណាចប៉ុន្តែខ្ញុំបានកាន់អំណាចមនសិការក្នុងបេះដូងរបស់បងប្អូនអញ្ចឹងខ្ញុំឲ្យប្រៀបធៀបមើលហេតុអីបានជាកម្មករបែរនរិនគាត់មើលឃើញតែចំចំមុខគាត់មើលឃើញត្រឹមតែកាពះទេបងប្អូនមើលឃើញត្រឹមតែថ្ងៃនេះបានអីហូបថ្ងៃនេះបានអីជីថ្ងៃនេះបានអីស្លៀកពាក់គេរួញឲ្យយើងមើលឃើញជុំវិញហ្នឹងអញ្ចឹងទៅពេលណារួងបាត់ខេត្តក៏ដោយបាត់ប្រាសាទក៏ដោយបាត់ស្អីក៏ដោយអាណាវិនិច្ឆ័យប្រទេសកម្ពុជាចង់ធ្លាក់ចូលក្នុងកណ្ដាប់ដីកណាក៏ដោយអត់មានបញ្ហាទេធ្វើម៉េចកុំឲ្យបាត់បាយម្ដុំជារឿងមួយដែលយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតជារឿងមួយដែលចាប់ពីសូនតារាទៅណាបងប្អូនចាប់ផ្លាស់ប្ដូរផ្នត់គំនិតអាហ្នឹងនេះដែលខ្ញុំនិយាយថាស្ដាប់សូនតារាកើនបញ្ញាផ្លែផ្នត់គំនិតនេះយើងត្រូវតែកែប្រែចាប់ពីថ្ងៃនេះតទៅស៊ូសានអញ្ចឹង3ចំណុចនេះសំខាន់ណាTiger Force តែខ្ញុំដាក់ចំណងជើងថារំវងនៅបាត់ដីហ្នឹងមិនមែនខ្ញុំចង់សម្ដៅទៅលើអ្នករំវងទេរំទៅប៉ុន្តែខ្ញុំចង់ឆ្លុះបញ្ចាំងទៅលើ3ចំណុចសំខាន់ហ្នឹងសរុបសេចក្តីមកទី1ឆ្លុះបញ្ចាំងអំពីសេរីភាពនៅក្នុងប្រទេសកម្ពុជាគឺកម្ពុជាមានសេរីភាព4យ៉ាងទី1សេរីភាពនៅក្នុងការគ្រប់គ្រងគណៈសេរីភាពនៅក្នុងការដើរហើរ2សេរីភាពនៅក្នុងការផឹកស៊ីជៀនរំ3សេរីភាពនៅក្នុងការគ្រប់គ្រងគណៈបព្វជិជននិងសរសើរហ៊ុនសែន4សេរីភាពនៅក្នុងការជេរនិងវាយក្បាលគណៈបព្វប្រឆាំងចំណុចទី2ប្រទេសកម្ពុជាតម្រូវឲ្យមនុស្សរស់ក្នុងភាពខ្លាំងខ្លាយត្រូវតែធ្វើឈួតទើបរស់បានទី3ខ្មែរយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតអាត្មានិយមមើលឲ្យធំកុំចាត់ទុកខ្លួនយើងត្រឹមតែបាយស្លាបព្រាមកបាយមួយដុំណាដោយសារអីដោយសារតែយើងពេលណាដែលប៉ះបាយមួយដុំយើងបកាច់ងាប់ពេលណាដែលប៉ះពាល់ប្រទេសជាតិបាត់បង់ប្រទេសជាតិឌីខំយើងអត់អីធ្វើដូចសន្តាវិញប៉ុន្តែប៉ះពាល់បាយមួយដុំដែលចង់ថាឆ្ងាញ់យើងកុំខ្វល់មនុស្សយើងណាទេវតាចិញ្ចឹមធម្មជាតិអត់អីយើងខំតែស្មៅស៊ីក៏បានដែរប៉ុន្តែប៉ះពាល់ប្រទេសត្រូវទៅប្រព្រឹត្តកម្មប្រជាជនទូទាំងប្រទេសប៉ះពាល់ទឹកដីត្រូវតែប្រតិកម្មនេះគេយកទៅស្ងោយកទៅនឹងអាត្មានិយមហេតុអីសួរថាយើងបន្ទោសសង្គមនឹងបានអត់ទេដោយសារអត់មានមេដឹកនាំតម្រង់ផ្លូវមេដឹកនាំបង្រៀនមនុស្សឲ្យទៅជាសត្វកណ្ដុរចូលក្នុងរន្ធដើម្បីស្រួលគេគ្រប់គ្រងគេខ្លាចគេអត់បង្រៀនមនុស្សឲ្យមានគិតឲ្យមានប្រាជ្ញាសូនតាឲ្យប្រជាជនមានប្រាជ្ញាខ្លាំងដើម្បីទៅការពារជាតិឡើយ Tiger Forest ព្រៃចំណិត share វីដេអូនេះទៅកាន់ព្រៃចំណិតទៀត Velisu ទូរទស្សន៍សូនតាស្រាប់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងចូលទៅដល់របៀបរយៈចុងក្រោយស្រីលីសំណួរចម្លើយនិងបញ្ហាផ្សេងៗខ្ញុំជឿថាបងប្អូនថ្ងៃនេះនឹងប្រគល់មនសិការនេះយកសូនតារាធ្វើជាគ្រូនៅក្នុងការដឹកនាំមិនមែនជាដឹកនាំប្រទេសប៉ុន្តែអាចជាគ្រូនៅក្នុងការដឹកនាំពីព្រោះបងប្អូនស្ដាប់ទៅបងប្អូនកើនមនសិការហើយសម័យឃើញថាកម្ពុជាទៅជាមហាអំណាចហ្នឹងបើមានកំណត់ដូចសូនតារាធ្វើឲ្យខ្មែរមួយចំនួននេះគិតឲ្យឆ្ងាយពីបាយម្ដុំណាម៉ៅពុទ្ធិមនុស្សយើងណាបងប្អូនបើយើងគិតបាយម្ដុំយើងបានបាយម្ដុំនៅបាយមួយចានខ្ញុំប្រំនិយាយបើយើងគិតចង់បានកង់ណាយើងអាចដើរនឹងជីកង់
បើយើងគិតថាយើងនឹងជិះម៉ូតូយើងអាចបានកង់បានម៉ូតូបើយើងគិតថាចង់ជិះឡានណាយើងអាចបានឡានកាចាស់ឬជិះម៉ូតូបើយើងគិតថាចង់ជិះយន្តហោះយើងអាចបានយន្តហោះឬក៏ជិះយន្តហោះឬក៏ចិត្តជូនគេទៅដាក់យន្តហោះបើយើងគិតអីកំណត់របស់យើងនឹងនាំយើងទៅបើយើងគិតថាដើរទៅឋានប្រច័ណ្ឌណាបើមិនឡើងទៅឋានប្រច័ណ្ឌណាក៏ដាលីអ៊ុយឈឹមសុផាត់បាននាំដើរទៅមើលជាអវកាសនៅក្រុងតិចសាក់ដែរឧទាហរណ៍ចេះអានឹងបើថាគំនិតយើងបើយើងចង់ទៅអាមេរិកបើមិនបានទៅអាមេរិកក៏ប៊ីសបានទៅអាមេរិកមកយើងគំនិតយើងនាំយើងទៅគំនិតបងប្អូនបើយើងចង់ខ្លាយត្រឹមចង់បានតែបាយមួយចានណាយើងមកជីវិតយើងគ្រប់គ្រងតែបាយមួយចាននេះប៉ុន្តែបើយើងចង់ចែកបាយ1000ចានទៅដល់ប្រជាជនយើងនឹងមានជីវភាពធូរធារហើយយើងអាចចែកបាយបើមិនបាន1000ចានទៅបាន10ចានទៅដល់អ្នកក្រសត់ដែរកំណត់របស់យើងជាអ្នកដឹកនាំយើងហើយកំណត់អស់ហ្នឹងនៅលើពិភពលោកយើងវាតែងតែនាំមេហួតទឹកដោយមេដឹកនាំខ្លាំងម្នាក់ប្រទេសណាក៏ដោយសិតតែមានប្រវត្តិសាស្ត្រដោយមានមេដឹកនាំខ្លាំងមេដឹកនាំខ្លាំងមិនមែនខ្លាំងខាងសម្លុតមិនមែនខ្លាំងខាងចាប់យុរគុកគឺខ្លាំងខាងបណ្ដុះផ្នត់កំណត់ឲ្យមរតកវប្បធម៌នេះខ្លាំងដូចជាអាមេរិកមែនទេវាផ្ដើមត្រឹមមេដឹកនាំខ្លាំងឃើញទេចុចបាស៊ីតុនខ្លាំងនៅប្រទេសចិនក៏ដោយនៅប្រទេសបារាំងក៏ដោយវាផ្ដើមចេញពីមានម្នាក់ខ្លាំងនៅប្រទេសឥណ្ឌាក៏ដោយមានមហាថ្មគុណទីវាផ្ដើមចេញមានមនុស្សម្នាក់ខ្លាំងដូចខ្ញុំនិយាយបាញ់មិញខ្លាំងតែចុះមិនខ្លាំងមិនលោកគ្រូសម្ដេចហ៊ុនសែនហាលាយអានឹងខ្លាំងជាមួយឪសនតារាខ្លាំងជាមួយហ៊ុនជុតទៅហើយខ្ញុំក៏មិននឹកស្មានហ៊ុនសែនដល់តាមហ្នឹងបងណាអានឹងគឺមិនហៅថាខ្លាំងទេនេះគឺបានបណ្ដុះផ្នត់កំណត់ឲ្យមនុស្សនឹងយកប្រទេសជាតិនឹងជាជោគវាសនារបស់ខ្លួនអញ្ចឹងបានថាថ្ងៃនេះទោះជាមិនបានស្អីក៏ដោយយ៉ាងហោចណាស់គុំធឿនក៏ខ្ញុំនឹកគិតថាក៏មានកូនសិស្សសនតារា2ទៅ3នាក់នៅយល់ទស្សនៈមួយថាសូមឲ្យខ្មែរយើងគិតឲ្យឆ្ងាយពីបាយមួយដុំប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារា William Thompson ស្រាប់ថោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបាទឥឡូវគឺយើងអាននៅខមមិនបងប្អូន2 3នាក់ចុះនរិនថតរូបបាទគាត់សរសេរវែង travel with great imagination ត្រូវបាទ Einstein គាត់និយាយថា imagination is more important than thinking អាហ្នឹងតែខ្ញុំចាំខ្លះៗមកស្រីសុយគេថាការស្រមើស្រមៃមែនទេមានអំណាចជាងការគិតតែពិតទៅគាត់ចង់និយាយថាការគិតស៊ីជម្រៅមិនមែនបងប្អូនទៅច្រឡំទស្សនៈវិទូមានន័យថាមនុស្សដែលគិតធម្មតាឬខ្ញុំគិតត្រឹមតែបាយម្ដុំនេះប៉ុន្តែបើគិតរហូតគេហៅថាស្រមើស្រមៃមានន័យថាមនុស្សហ្នឹងរិស័យគិតឆ្ងាយដែលរហូតគេថាយើងឈួតទៅទៀតគិតឲ្យឆ្ងាយគិតឲ្យធំគិតនៅអ្វីដែលអ្នកដែលតែគិតមិនដល់ចឹងមកខ្ញុំត្រឡប់ទៅខាងដើមវិញសួរថាបើសូមតារាទៅដឹកនាំប្រទេសសុថិនជូនចុះណែហេតុអីបានគេណាអាងថាគ្មានបរទេសណាហ៊ានឈានជើងមួយជំហានចូលទៅដីខ្មែរមែនទេខ្ញុំមិនចាប់ប្រាប់ឯងគ្រាន់តែដឹងថាខ្ញុំមើលឃើញនៅអ្វីដែលហ៊ុនមិនឯងមើលមិនឃើញតែប៉ុណ្ណឹងមនុស្សផលបុណ្យប្រាជ្ញាគឺអត់ដូចគ្នាទេតែឯងមានបុណ្យមិនទៅកើតពីកូនកសិករយកហ៊ុនសែនគាត់ទៅដឹកនាំប្រទេសនឹងគាត់មិនកើតពីកូនស្ដេចឯណាអាស្រ័យទៅលើផលបុណ្យហ្នឹងប្រាជ្ញាដែរហ្នឹងណាហ៊ុនសែនគាត់ពីកូនកសិករទៅជាសម្ដេចនេះមានអំណាចផុតទេនៅក្នុងប្រទេសកម្ពុជាអញ្ចឹងមានន័យថាវានៅផលបុណ្យប្រាជ្ញាវាអត់មាននៅក្នុងរាជវង្សទេវាអត់មាននៅក្នុងមហាសទ្ធិទេវាអត់មាននៅក្នុងកូនអុកញ៉ាទេរឿងសាមកុកបងប្អូនលីប៉ៃមានប្រាជ្ញាអាចប្រើខំវិញបានតែកូនលីប៉ៃឈួតជាគ្នាណាបងប្អូនអាហ្នឹងជាអក្សរសិល្ប៍ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមon the great teacher the greatest teacher ត្រូវបាទរមេតាអ៊ុំសិស្សឆ្លាតណាសេងសំណាងបាទបរោះខ្លាំងលើលោកគឺអ្នកណាបាទបរោះខ្លាំងលើលោកដឹងនរណាអត់ដឹងដែរមែនទេបើបរោះខ្លាំងបច្ចុប្បន្នហ្នឹងណានៅក្នុងប្រទេសកម្ពុជាគឺសូនដែរឲ្យថាចឹងបងទៅមែនទេព្រោះវាតែលោកអួតមានតែអត់មកគ្នាអត់មែនព្រោះខ្លាំងមែនលែងអួតទេប្រទេសសូនតាខ្លាំងអីខ្លាំងនឹងធ្វើឲ្យខ្មែរខ្លាំងនឹងបើកទំព័រសក្ការៈផ្នត់គំនិតខ្មែរចុះហ៊ុនសែនខ្លាំងនឹងការជិះជាន់ចាប់ចងណាបើយើងវាយតម្លៃការជិះជាន់ចាប់ចងគឺជាការខ្លាំងហ៊ុនសែនមិនខ្លាំងដល់ប៉ុលពតកាត់សម្លាប់សាហាវបំផុតបាទការកំពុងធំអរគុណលោកគ្រូច្រើនដែលបានពន្យល់ឲ្យមើលឃើញនៅអ្វីដែលល្អអាក្រក់ស៊ូស៊ីនអៀបសម្ដេចអ៊ំបើដើរតាមផ្លូវមិនហ៊ានងាកក្រោយទេប៉ុន្តែបាទមិនខុសទេសំណាងមកសួស្ដីបាទខ្មែរអ៊ុនតាក់ទ្រឹស្ដីលោកគ្រូស្មើអ្នកដឹកនាំកម្ពុជាបងប្អូននៅក្នុងប្រទេសចិនគឺគេមានទ្រឹស្ដីមួយខុងជឺជាអ្នកប្រាជ្ញគេហៅថាស្ដេចឥតបល្ល័ង្កមានន័យថាទុកជាមិនសោយរាជប៉ុន្តែណានរាហៀងទស្សនវិជ្ជារបស់គាត់នឹងគឺជាផ្នត់គំនិតរបស់ចិនអញ្ចឹងខ្ញុំមិនចង់ថាតែនេះប៉ុន្តែថាខ្ញុំទោះជាមិនកាន់អំណាចជាក់ស្ដែងប៉ុន្តែផ្នត់គំនិតនេះសម្រាប់ខ្មែរគឺចាប់ផ្ដើមបើកពន្លឺសក្ការៈពីទ្រឹស្ដីសូនតាទៅបាទភិរតបាទផលភិរតស្គាល់ទោសឬតូចតាចមិនសល់ទោសរឿងធំណារិនអ៊ុំសុខសប្បាយធម្មតាអរគុណបាទសំណាងមុខបាទអរគុណសេងសំណាងខ្លាំងតែខ្នែងអៀគ្នាឯងណាអានេះគឺមានន័យថាគាត់និយាយនឹងគឺវាជ្រុលហួសហេតុពេកហើយបាទនេះមានន័យថាមនុស្សនឹងវាសាហាវពេកបាទលែងនិយាយពាក្យចំតែហ្មងទៅបាទនេះទៅជាខ្នែងអៀតែហ្មងទៅបាទម៉ៅពុទ្ធីគ្រប់គ្រងលោកគ្រូ 100% គុំធឿនលោកគ្រូខុងមីងស្រុកខ្មែរ
ពូឆាយលោកយល់យ៉ាងណាដែរចំពោះខ្មែរសុរិនឲ្យតែយើងខ្លាំងខ្មែរសុរិនថាយើងថាខ្មែរបើយើងខ្សោយមានអាហ៊ានថាខ្មែរកុំថាឡើយខ្មែរសុរិនសូម្បីតែខ្មែរយើងនឹងទៅដល់ថៃខ្លះចេះថៃរៀងច្បាស់ទៅលែងថាខ្លួនឯងជាខ្មែរបាត់ហើយកុំទៅបន្ទោសកុំទៅរឿងគេនោះធម្មតាទេបងប្អូនណាយើងពិភពលោកណាមិនចង់បានសញ្ជាតិអាមេរិកមិនចង់បានសញ្ជាតិបារាំងអានឹងដោយសារអីដោយសារតែអាមេរិកវាខ្លាំងហើយពីមោទនភាពទៅគណៈបកប្រជាជនក៏ចង់បានសញ្ជាតិអាមេរិកដែរកុំទៅបន្ទោសខ្មែរសុរិនកុំទៅបន្ទោសខ្មែរអីទាំងអស់ឲ្យតែយើងខ្លាំងមែនទេបងប្អូនមកខ្មែរយើងខ្លាំងស្មើថៃឬជាងថៃណានៅសុរិនណាវានិយាយខ្មែរពេញទៅគេមោទនភាពជាខ្មែរប៉ុន្តែបើយើងអន់ឲ្យគេថាម៉េចកុំថាឡើយសុរិនណែដែលជាទឹកដីថៃកាន់កាប់យុគហើយវាមនុស្សកើតប្រមាណចំនួនវាបាត់ឲ្យចាស់វាសោះក្មេងៗកើតមកថៃហើយអានឹងដូចកូនខ្មែរកើតនៅអាមេរិកកើតនៅបារាំងទៅចូល3ចំនួន2ចំនួនទៅបាត់ហើយណាខ្ញុំនិយាយខ្លីទៅណាចិន្តាកុំថាឡើយខ្មែរសុរិនណាដែលមិនមានមោទនភាពមិនតាំងខ្លួនជាខ្មែរសំបីតែខ្មែរយើងខ្លះដែលជាខ្មែរមិនមែនសុរិនផងទៅស្រុកថៃរស់នៅស្រុកថៃ10 20ឆ្នាំចេះភាសាថៃច្បាស់មិនទាំងហ៊ានប្រាប់តែខ្លួនឯងខ្មែរផងនឹងចេះភាសាថៃដូចថៃស្ដាប់លេខដឹងថាណាណាភាគច្រើននោះគាត់អត់ថាខ្លួនឯងខ្មែរទេណាអានឹងហើយបានខ្ញុំថាដើម្បីឲ្យខ្មែរយើងគ្រប់ទិសទីមោទនភាពជាខ្មែរតើតែប្រទេសខ្មែរនឹងខ្លាំងមានរំខ្លាំងដូចខ្ញុំរំលឹកតែដដែលថាមិនមែនជាមានរំខ្លាំងកំតិចកំទីកំចាត់ចាប់ចោលមនុស្សដាក់គុករហូតចាប់ជនស្រុកត្រង់ដូចឪពុកសូនតារាយកទៅដាក់គុកអានឹងមិនមែនខ្លាំងទេគឺអន់ហើយថោកទាបហើយគ្មានអ្នកណាគេមោទនភាពទេទី1មហាជនពូជសាសន៍ខ្មែរជុំវិញផែនដីគេមិនមោទនភាពខ្លះគេអាម៉ាស់ពេកហ្នឹងគេមិនចង់អួតតែខ្លួនជាខ្មែរមិនតែសូនតារាអញ្ចឹងទេសូនតារាតែនេះលេអ្នកដែលមិនអួតជាខ្មែរនោះប៉ុន្តែវាមានពិតរឿងវាមានពិតណាទី1ទី2អ្នកដែលបានប្រព្រឹត្ត KH កំពតរឿងមនុស្សធម៌ដូចជាចាប់ឪពុកសូនតារាជនស្រុកត្រង់ដាក់គុកអីហ្នឹងវារិស័យដាក់ទៅទៀតពីមួយថ្ងៃបានមានរិស័យកើនទេព្រោះអាទង្វើរបស់ហ្នឹងវាទាញមកយ៉ាងនេះកែវយើងចង់បានសេរីសួស្តីព្រះអាទិត្យសមចង់ឲ្យគេលើកដំកើងប៉ុន្តែយើងធ្វើរឿងថោកទាបអញ្ចឹងយើងទទួលបានផលថោកទាបហ្នឹងហើយទោះតែយើងមានអំណាចគេមិនធ្វើយើងបានប៉ុន្តែគេអត់គ្រប់យើងគេឲ្យតម្លៃយើងមានអំណាចមានយើងទៅដូចប៉ុលពតហ្នឹងដឹកនាំប្រទេសក៏ដោយប៉ុន្តែអត់មានសេចក្តីស្រឡាញ់នៅក្នុងដួងចិត្តរបស់មហាជនបាទអញ្ចឹងប្រិយមិត្តយើងមើលទៅដោយសារតែពេលវេលាមានកំណត់យើងគិតខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ដល់ត្រឹមតែចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះគឺស៊ីតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នែកកំណត់ទៅដល់ទីនោះស្ដាប់សូនតារាតាំងបញ្ញាពិតទូរទស្សន៍សូនតារាស្រាតខោចិនផ្ដាច់ការសង្គមសម្រាប់ផ្លាស់ប្ដូរផ្នែកកំណត់យើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងមកបដិសូមអរគុណសូមជម្រាបលារាត្រីសួស្ដី